ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែលខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការប្រើប្រាស់ខ្មែរ SMM ដើម្បីទទួលបាន follower Telegram Channel ច្រើនសម្រាប់បងប្អូនដែលចង់ឲ្យ Channel Telegram ឬក៏ Group Telegram របស់បងប្អូនមានសមាជិកឬក៏ follower ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់របៀបនៃការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link Telegram របស់បងប្អូនយកមកផានៅក្នុង website គឺជាការស្រេចអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនធ្វើការបង្កើត Group Telegram របស់បងប្អូនមួយមកហើយបន្តមកទៀតបងប្អូនចូលទៅក្នុង Group Telegram ដើម្បីធ្វើការ copy link ហើយនេះគឺជា Group Telegram ដែលខ្ញុំបានបង្កើតដល់បងប្អូនដោយសមាជិកដែលបងប្អូនបានឃើញនៅក្នុង Group Telegram នេះដែលគឺជាសមាជិកដែលខ្ញុំបានធ្វើសេវាកម្មនេះបងប្អូនអត់ចាំបាច់ភ័យឬក៏បារម្ភថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញនៅសេវាកម្មណាមួយហើយអត់ដំណើរការទេបងប្អូនគឺគ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែដំណើរការទាំងអស់បងប្អូនប៉ុន្តែវាអាស្រ័យទៅលើពេលវេលាថាយូរហើយនឹងលឿនតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងជាដំបូងបងប្អូនធ្វើការ copy link Group Telegram សិនមកបងប្អូនដើម្បីអាច copy Group Telegram នេះបានបងប្អូនចុចនៅលើ add member នឹងមកបងប្អូនតមកបងប្អូនចុចនៅលើពាក្យ invite to Group link នឹងមកហើយបងប្អូនបន្តចុចនៅលើពាក្យ copy នឹងមកបន្ទាប់ពីបងប្អូនបានធ្វើការ copy link ហើយបងប្អូនអាចធ្វើការចេញពី channel Telegram របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាសម្រាប់ខ្ញុំគឺខ្ញុំចូលតាមរយៈ Chrome មកបងប្អូនហើយបន្តមកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMអូខេបងប្អូនចុចពាក្យ Go ដែលនៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូនសម្រាប់ link អំពីរបៀបចុះឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះចឹងសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹង Telegram ចឹងបងប្អូនចុចនៅលើ Telegram នឹងមកបន្តមកទៀតបងប្អូនចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Telegram មកបងប្អូនបើសិនជាបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានប៉ុន្តែសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹង Telegram Member សម្រាប់ Telegram Member នឹងដែរគឺយើងមានពីរជម្រើសបងប្អូនជ្រើសរើសបើសម្រាប់ខ្ញុំគឺខ្ញុំនឹងជ្រើសរើសជម្រើសខាងលើនេះបងប្អូនហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់សម្រាប់សេវាកម្មទាំងអស់នឹងដែរគឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់បងប្អូនសម្រាប់សេវាកម្មដែលមានតម្លៃខ្ពស់បំផុតគឺត្រឹមតែ$2ជាងទេនៅក្នុង1000 member បងប្អូនអញ្ចឹងហើយសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាឬក៏មួយណាដែលជាតម្រូវការរបស់បងប្អូនផ្ទាល់បងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមាន ID code 5904 Telegram Member នេះបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល3ម៉ោង18នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនចំណុចបន្តមកទៀតបងប្អូនមកនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុង group Telegram របស់បងប្អូនហើយបន្តមកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផានៅក្នុង website នេះវិញណាបងប្អូនសម្រាប់របៀបនៃការផា link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសង្កត់ទៅលើប្រអប់ link នោះនឹងលោតអក្សរផាមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាហ្នឹងទៅគឺបងប្អូនអាចផា link នឹងបានហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់កន្លែងហ្នឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន member ដែលបងប្អូនចង់បាននៅត្រង់ចំណុចហ្នឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10 member ទៅដល់ 100k member បងប្អូនបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមតែ10 member ទេបងប្អូនតោះពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនពិនិត្យមើលនៅកន្លែង chat សម្រាប់កន្លែង chat ហ្នឹងដែរគឺវានឹងគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនហើយសម្រាប់កន្លែង chat ហ្នឹងដែរគឺវាអត់នៅថេរទេបងប្អូនគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន member ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើពី10ដាក់20 30 1k ឬក៏ 100k អញ្ចឹងនៅកន្លែង chat ហ្នឹងដែរគឺវានឹងប្រែប្រួលទៅតាមនឹងដែរណាបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើហ្នឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់ហ្នឹងត្រឹមត្រូវអស់ហើយបងប្អូនធ្វើ
ធ្វើការចុចនៅលើពាក្យ submit នេះមកតទៅពីបងប្អូនបានធ្វើការចុច submit ហើយនៅនឹង load ជាវិក័យប័ត្របែបនេះមកឲ្យបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកបងប្អូនឃើញ notification ដែល alert មកខាងលើនឹងអត់ប្រាប់សេវាកម្មនេះដែរគឺបងប្អូនអាចចាំបាច់ចាំរហូតដល់3ម៉ោងទេបងប្អូនគឺបងប្អូនធ្វើការបញ្ជាទិញភ្លាមសេវាកម្មនឹងចាប់ផ្ដើមដំណើរការផ្លេតតែម្ដងណាបងប្អូនមកយើងចង់ដឹងឲ្យច្បាស់ថាសេវាកម្មនឹងពិតជាដំណើរការឬក៏អត់បងប្អូនចូលទៅក្នុង group Telegram របស់បងប្អូនវិញសិនមកឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំនឹងចូលមកក្នុង group Telegram នេះវិញណាបងប្អូនឃើញថាពិតជាមានការ join group Telegram មែនបងប្អូនហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន follower Telegram channel មួយក៏ការបន្ថែមសមាជិកទៅក្នុង group Telegram ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្លេងរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ